បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនខ្មែរទាំងអស់ទាំងតែនិយមតាមដានលើ Channel របស់ខ្ញុំបាទថ្ងៃនេះគឺខ្ញុំកំពុងតែមានវត្តមាននៅវត្តលតាវ័នព្រៃវរបាទបងប្អូនបាទចូលឆ្នាំខ្មែរជិតឈានមកដល់បាទកម្មវិធីបន់បញ្ចុះខសីមាវត្តលតាវ័នព្រៃវរគៀកមកចិត្តផងដែរបាទវត្តគឺត្រៀមធ្វើបន់បញ្ចុះខសីមាបាទនៅគៀកនឹងថ្ងៃចូលឆ្នាំបងប្អូនគឺថ្ងៃឡើងស័កគឺកម្មវិធីបន់បញ្ចុះខសីមាវត្តលតាវ័នព្រៃវរនឹងចាប់ផ្ដើមឡើងបាទនៅថ្ងៃ1កើតបាទ2កើត3កើតខែពិសាបាទឆ្នាំមមីនេះតែម្ដងបងប្អូនបាទសូមជូនដំណឹងបងប្អូនខ្មែរគ្រប់ទិសបងប្អូនខ្មែរតែនិយមតាមដាននៅ Channel របស់ខ្ញុំបាទសូមជូនដំណឹងដល់បងប្អូនខ្មែរកណ្ដាលបងប្អូនខ្មែរគ្រប់ទិសបាទទូទាំងតំបន់ខ្មែរក្រមបាទមិនថាបងប្អូនខ្មែរនៅទីណាទេគឺខ្ញុំសូមជូនដំណឹងនេះបាទគឺវត្តលតាវ័នព្រៃវរត្រៀមធ្វើបំចុះខសីមាបាទគៀកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីបងប្អូនបាទគឺថ្ងៃឡើងស័កបាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបាទនឹងវត្តនឹងឈានចូលនឹងកម្មវិធីថ្ងៃដំបូងនេះតម្រង់បងប្អូនបាទសូមជូនពរដល់បងប្អូនខ្មែរគ្រប់ទិសឲ្យមានសិរីសួស្តីបាទគឺក្នុងឱកាសបុណ្យឆ្នាំថ្មីឆ្នាំមមីអត្តស័កបាទពុទ្ធសករាជ2570បងប្អូនបាទគឺឆ្នាំនេះឃើញថាបងប្អូនខ្មែរយើងបាទមានការពិបាកក្នុងការបាទគោលការណ៍រកស៊ីជាងទៅបងប្អូនគឺមានកិច្ចធុរៈក៏មានការពិបាកក្នុងការរកលុយជាងទៅបងប្អូនបាទប៉ុន្តែសង្គមថ្នាំមកមីនេះយើងនឹងទទួលបានជោគជ័យក្នុងការរកលុយនឹងធ្វើការរកស៊ីបាទក្នុងសង្គមគ្រួសារបាទជីវរបស់ខ្លួនបាទខ្ញុំវិបុលកាមេរ៉ាបាទសូមជូនពរបងប្អូនខ្មែរគ្រប់ទិសបាទក្នុងឱកាសចូលឆ្នាំថ្មីឲ្យបានទទួលតែដីសុខសេចក្តីចម្រើនបាទនឹងទទួលបានសុខៈបលាបាទបរិបូរបាទក្នុងដំណើរជីវិតបាទធ្វើដំណើរទៅទីណាគឺឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាបាទជាពិសេសគឺយើងលើកតម្កើងនៅវិជ្ជាជីវៈក៏ដូចជាការរៀនសូត្រនិងចំណេះដឹងរបស់បងប្អូនខ្មែរយើងនឹងគឺយើងគឺលើកស្ទួយជាតិរបស់ខ្មែរយើងផងបាទលើកស្ទួយខ្លួនឯងផងបាទដើម្បីចំពោះទៅបាទគឺអនាគតកាលគឺបានរុងរឿងនិងបានធូរធារនឹងបានជោគជ័យបន្តទៀតបាទគឺដំណើរជីវិតរបស់យើងកាន់តែភ្លឺស្វាងបាទលើនេះសូមបងប្អូនចូលរួមបាទទស្សនានិងស្វែងយល់នៅបរិវេណវត្តលតាវ័នព្រៃវរបាទកំពុងតែត្រៀមធ្វើបំចុះខសីមានេះគឺមានការរៀបចំយ៉ាងណាបងប្អូនចូលរួមទស្សនានិងស្វែងយល់ជាមួយខ្ញុំបាទវត្តលតាវ័នព្រៃវរគឺជាវត្តមួយក្នុងចំណោមទាំង144វត្តបាទនៅខេត្តព្រះតាពាំងបងប្អូននៅខេត្តព្រះតាពាំងបាទគឺមានវត្តច្រើនមានរហូតដល់144វត្តហើយក៏វត្តលតាវ័នគឺក្នុងចំណោមវត្តទាំងអស់នៅខេត្តព្រះតាពាំងខ្មែរក្រមបាទឥឡូវកំពុងតែរៀបចំធ្វើបញ្ចុះខសីមាបណ្ដាហើយបងប្អូនបាទថ្ងៃប្រារព្ធគឺថ្ងៃ17 18 19ខែមេសាឆ្នាំ2026បាទត្រូវនៅថ្ងៃ1កើត2កើត3កើតខែពិសាឆ្នាំមមីអត្តស័កបាទពុទ្ធសករាជ2570និងគ្រិស្តសករាជ2026បាទឥឡូវនេះសូមណ៌របស់ពលរួមស្វែងយល់ទស្សនៈជាមួយនឹងដូចតទៅបាទ
បាទសូមជម្រាបនឹងបងប្អូនខ្លះបាទទៅកងទៅនឹងផ្លូវធ្វើដំណើរបាទបងប្អូនធ្វើដំណើរមកពីគ្រប់ទិសបងប្អូនអាចធ្វើដំណើរឆ្ពោះមកវត្តព្រាលវត្តបាទបងប្អូនអាចធ្វើដំណើរមកតាមផ្លូវជាតិលេខ53ឬមួយ54បាទហើយបងប្អូនស្វែងរកផ្លូវXL បាទ25និង XL 12បងប្អូនបាទគឺលើជាតិលេខ53និង54បាទនិង XL 25 XL 12បងប្អូនបាទនឹងធ្វើដំណើរមកកាន់វត្តលតាវត្តព្រាវរបងប្អូននឹងធ្វើដំណើរឆ្លងស្ពានមួយបាទគឺចន្លោះពីស្ពានមកដល់វត្តគឺប្រហែលជា200 ម៉ែត្របងប្អូនបាទខាងមុខរូបភាពបាទគឺក្លងទ្វារវត្តលតាវត្តព្រាវរបាទដែលត្រៀមធ្វើបញ្ចុះខុនសមាបាទនៅជាបញ្ចុះឆ្នាំថ្មីប្រពៃណីជាតិបាទនៅប្រហែលជាជាង10ថ្ងៃតែប៉ុណ្ណោះគឺបាទគឺកម្មវិធីសពោតឆ្លងនៅរោងឧបោសថគារប្រៅហៀគឺជាម្ដងបងប្អូនបាទបងប្អូនកុំភ្លេចជួយតាមដាននិងចូលរួមបាទជាមួយនឹងគណៈកម្មការប្រជាអធិការវត្តលតាវត្តព្រាវរបាទចូលរួមបំពេញកុសលទាំងអស់គ្នាបាទក្នុងឱកាសបុណ្យបញ្ចុះឆ្នាំថ្មីផងនិងបុណ្យបញ្ចុះខែសីមានៅរោងឧបោសថគារប្រៅហៀផងបាទឥឡូវនេះសូមនាំបងប្អូនសូមធ្វើដំណើរចូលទៅខាងក្នុងបរិវេណវត្តទាំងអស់គ្នាដើម្បីទស្សនាបានកាត់ទៅច្បាស់នៅបាទនៅបរិវេណវត្តដែលកំពុងតែរៀបចំបាទកន្លែងទទួលបដិសន្ទរៈប្រជាអធិការគណៈកម្មការនានាវត្តដែលទទួលបានការគោរពនឹងនិមន្តអញ្ជើញបាទនឹងវេទិកាទទួលលោកយាយលោកតាបាទនឹងរោងភោជនីយដ្ឋានផ្សេងបាទនឹងវេទិកាតន្ត្រីរួមផងដែរនឹងកន្លែងតាំងពីពពុទ្ធមណ្ឌលបាទជាដើមបងប្អូនចូលរួមទស្សនាបាទថាវត្តរៀបចំនឹងតាក់តែងបាទល្អស្អាតប៉ុណ្ណាបងប្អូនចូលរួមបាទទស្សនាជាមួយនឹងខ្ញុំបាទឃើញថាវត្តគឺផ្លូវគមនាគមន៍របស់វត្តគឺ XL 12នេះបាទគឺឃើញថាទលាយក្រតបើបងប្អូនបាទយើងធ្វើដំណើរចូលទៅខាងកណ្ដាលគឺឃើញគឺមានសិតតទាំងគូអមទាំងសងខាងបងប្អូនបាទចំណែកខាងមុខគឺមានផ្លូវគមនាគមន៍បាទ XL 12បងប្អូនបាទធំបាទអាចធ្វើដំណើរឡានធំបាទឡានតូចអាចធ្វើដំណើរបានដោយសេរីភាពបាទចំណែកនៅខាងក្នុងបរិវេណឃើញថាវត្តនឹងប្រជាអធិការគណៈកម្មការប្រសង់កំពុងតែរៀបចំបាទនៅសាលក៏ដូចជាតុបតែងនៅកន្លែងទទួលលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទនិងបរិវេណផ្សេងបាទរៀបចំនៅកន្លែងផ្សេងដែលវត្តកំពុងតែរៀបចំបាទឃើញថាជាជួរបាទផ្លូវគឺមានបាទកាត់ចដើបាទអមទៅដោយសត្វនាគបាទនាហ្គាបាទតែឃើញថាវត្តគឺមានបរិវេណស្លាស់ទលាល្អបងប្អូនបាទវីដេអូមុនក៏បានថតខ្លះហើយចែកជូនដល់បងប្អូនទស្សនានិងស្វែងយល់បាទប៉ុន្តែឥឡូវនេះចិត្តគៀបម្ដងនេះគឺមានការរៀបចំបាទគឺតុបតែងគឺស្អាតជាងមុនថែមទៀតបងប្អូនបាទបាទវេទិកាកន្លែងទទួលបដិសន្ទរៈប្រជាអធិការគណៈកម្មការនានាវត្តបាទគឺមានធ្វើកិច្ចកាត់ខ្សែបូបាទនឹងថាបាននឹងតំណាងផ្សេងគឺមានបាទកន្លែងនេះបងប្អូនបាទប៉ុន្តែវត្តមិនទាន់រៀបចំបាន 100% ទេបងប្អូនពីព្រោះថានៅជាង10ថ្ងៃទៀតឯណោះបាទបាទចម្លែកកន្លែងនេះគឺពុទ្ធមណ្ឌលបងប្អូនបាទ
ពុទ្ធមណ្ឌលកន្លែងតាំងពីពណ៌នៃព្រះសម្មាសម្ពុទ្ធបាទនៅជីវប្រវត្តិនៃព្រះសម្មាសម្ពុទ្ធជាដើមបងប្អូនបាទចំណែកព្រះវិហារគឺបានកសាងរួចជាស្ថាពរ 100% បាទចាំតែថ្ងៃធ្វើបានចុះកសិមាកាត់បូកាត់កសែបូឆ្លងតែប៉ុណ្ណោះបងប្អូនបាទគឺថាសន្តានព្រះវិហារគឺបាទធំបាទបូកបែករចនាបទខ្មែរយើងគឺស្លាស់ស្អាតនិងល្អហើយបងប្អូនបាទទឹកថ្នាំប្រមាសនិងពណ៌សលឿងបាទពណ៌សលឿងបងប្អូនបាទនេះគឺជារូបភាពបាទទស្សនាពីខាងលិចបងប្អូនបាទឈោមទៅខាងកើតបាទបងប្អូនឃើញប្រវៀគឺឈោមទៅខាងកើតបងប្អូននេះគឺខាងលិចបងប្អូនបាទចំណែកស្លាបាទស្លាឆោទៀនបាទបងប្អូនគឺកន្លែងនេះបាទចំនៅកន្លែងបាទកន្លែងបកានិងសៀវភៅបរិការផ្សេងៗបរំដាលសីមានៅកន្លែងហ្នឹងបងប្អូនបាទគឺថាវត្តគឺមានបរិវេណនឹងដើមឈើធំបាទត្រជាក់ជុំបងប្អូនបាទពេលបងប្អូនធ្វើដំណើរចូលរួមនៅថ្ងៃកម្មវិធីវត្តនោះគឺទទួលបានភាពត្រជាក់ជុំនឹងកោះក្តៅបងប្អូនបាទពីព្រោះថាវត្តគឺមានដើមឈើបាទច្រើនណាស់បងប្អូនបាទឈ្មោះថាលតាវ័នបងប្អូនដឹងហើយបងប្អូនឃើញថាគឺមានដើមឈើនឹងដូចជាព្រៃអញ្ចឹងបងប្អូនបាទលតាវ័នគឺព្រៃនេះតំណងបងប្អូនបាទគឺព្រៃវោះបាទលើយើងធ្វើដំណើរមកជុំទៅបងប្អូនបាទចំណែកខាងនេះគឺឧបធានសាលាបងប្អូនបាទឧបធានសាលាបាទនៅខាងលិចបាទកន្លែងទទួលប្រជាធិការគណៈកម្មការគណៈមន្ត្រីប្រតិភូបាទធ្វើដំណើរមកពីគ្រប់ឋានានុក្រមបាទគឺនឹងទទួលនៅកន្លែងនេះបងប្អូនគឺឧបធានសាលាបាទសាលានេះបងប្អូនមើលដូចជាសាលានៅសម័យដើមហ្នឹងបងប្អូនបាទគឺសាលាបាទសាលាខេត្តជាមួយសាលាក្រុងសាលាស្រុកបាទសម្រាប់ដែលអ្នកឈ្មួញអ្នកលក់ដូរអញ្ចឹងទៅចូលទៅធ្វើกระดาษជីរីនាមឲ្យឈ្មោះហើយដើម្បីឆ្លងកាត់នៅភូមិសាស្ត្រនៅខេត្តណានីមួយៗអញ្ចឹងបងប្អូនបាទមើលលក្ខណៈដូចអញ្ចឹងហ្មងបងប្អូនបាទគឺមានអក្សរបាទបងប្អូនឃើញសទឹកថ្នាំមាសបងប្អូនបាទអក្សរបាទបងប្អូនសាថ្នាំមាសបាទដូចជាសាលាខេត្តសាលាក្រុងអញ្ចឹងទៅបងប្អូនបាទវាស្ថាននៅមើលដូចអញ្ចឹងបងប្អូនបាទចំណែកប្រវៀនៅខាងកើតនេះបងប្អូនបាទគឺថាឃើញថាសន្តានប្រវៀក៏ស្អាតរីកធ្លោដែរបងប្អូនពីព្រោះថាលាបទឹកថ្នាំប្រមាសលេងនឹងពណ៌លឿងសពណ៌សហើយនឹងជញ្ជាំងពណ៌សដែរបងប្អូនបាទគឺសហើយនឹងសលឿងផងដែរបងប្អូនបាទចំណែកបរិវេណជុំវិញគឺបានរៀបចំទៅដោយដើមឈើលំអផ្សេងៗមានផ្កាกระดาษផ្កាផ្សេងបងប្អូនបាទគឺបានរៀបចំបដាឲ្យបងប្អូនគឺថាបើបងប្អូនចូលរួមនៅថ្ងៃបានមកចុះកុនសេមានៅវត្តលតាវ័នព្រៃវត្តនឹងទទួលបានភាពត្រជាក់ត្រជុំទៅកោះក្តៅពិតជាមិនខានបងប្អូនបាទពីព្រោះថាវត្តគឺមានបាទដើមឈើច្រើនគឺត្រជាក់ត្រជុំទៅបងប្អូនបាទយកឱកាសគឺបរិសុទ្ធបាទពីព្រោះថាវត្តនៅបាទនៅកណ្ដាលបាទឆោកវាលទៅបងប្អូនបាទជុំវិញគឺពុទ្ធបរិស័ទរស់នៅជុំវិញបងប្អូនបាទគឺមានតាមចំការដើមពោតដើមសណ្ដែកល្ងបាទនឹងផ្លែឈើបាទម្លែបង្ការផ្សេងលឹកស្ពាយបាទនឹងសក់តឡៃអញ្ចឹងទៅបងប្អូនបាទគឺមានច្រើនណាស់បងប្អូនបាទ
បាទបងប្អូនឃើញឆ្ងាយនេះបងប្អូននៅភូមិសាស្ត្របាទពុទ្ធបរិស័ទគឺរបស់វត្តលតាវត្តព្រៃវត្តគឺរស់នៅកន្លែងហ្នឹងបាទជុំវិញវត្តគឺបរិស័ទចំណុះជើងវត្តសម្រាប់បងប្អូនបាទនេះខាងកើតបងប្អូនបាទខាងកើតប្រវៀបងប្អូនបាទបងប្អូនមើលtừខាងលិចបាទខាងកើតប្រវៀគឺមានមង្គលតមនៃព្រះពុទ្ធសាសនានិងរូបសំណាកនៃព្រះសម្មាសម្ពុទ្ធបាទហើយនឹងព្រះសម្មាសម្ពុទ្ធ5ព្រះអង្គបាទបានត្រាស់4ព្រះអង្គកន្លែងនេះបងប្អូនបាទខ្ញុំស្រឡាញ់វត្តលតាវ័នព្រៃវ័របាទខ្ញុំស្រឡាញ់វត្តលតាវ័នព្រៃវ័របាទកន្លែងនេះបងប្អូនបាទបេះដូងមួយបងប្អូនបាទខាងកើតគឺបាទគឺមានដើមឈើជាច្រើនណាបងប្អូនបាទគឺមានលក្ខលកដូបាទសង់មន្ទីរបដាបងប្អូនបាទសង់សាលបងប្អូនបាទមន្ទីរសាលគាត់លកដូហ្នឹងហើយចំណែកខាងនេះវិញគឺប្រៅហៀបងប្អូនឃើញកាមចរាដល់ឡើងធំទលាបងប្អូនបាទអូយមានក្មេងមានសង់អង្គតូចផងបាទនេះបងប្អូនឥឡូវសំណើដល់បងប្អូនធ្វើដំណើរចូលទៅខាងក្នុងបរិវេណរោងបសតគាប្រៅហៀបាទចាប់រូបភាពបន្តិចបាទបងប្អូនទស្សនាបាទឥឡូវឃើញថារណ្ដៅសីមាគឺបានចាប់ផ្ដើមទទួលការបោះរណ្ដៅរបស់បងប្អូនហើយតែវាការតិចតួចសួរស្ដើមបងប្អូនអាចធ្វើបាននឹងបោះរណ្ដៅសីមាបាទបងប្អូននៅវត្តលតាវ័នព្រៃវ័របាទនឹងទទួលបានភាពកក់ក្ដៅទៅចាក់ទៅជុំបាទក្នុងការរស់នៅធ្វើការរកស៊ីបាទនឹងទទួលបានភោគសម្បត្តិច្រើនពីជាតិនេះជាខាងមុខបងប្អូនបាទនេះគឺជារូបភាពមួយដែលយើងចាប់អារម្មណ៍បំផុតបាទគឺរោងវសតគាប្រៅហៀបងប្អូនឃើញបាទឃើញថានៅក្នុងរោងបសតគាប្រៅហៀគឺមានរូបគំនូរបាទដោយប្រៅហៀនានាវត្តដែរគឺបានគូលើជញ្ជាំងបាទដំណើរនៃពុទ្ធប្រវត្តិនិងការកសាងនៅបារមីរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងបាទយកកំណើតជាមានុបបាទជាវាសន្តរបាទគ្រប់រឿងរ៉ាវទាំងអស់គឺបានគូនៅលើជញ្ជាំងបងប្អូនបាទគឺព្រះអង្គយកកំណើតបាទផ្សេងដើម្បីកសាងបារមីត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបាទជាពិសេសគឺមានរូបសំណាកនៃព្រះសិវមេត្រីបាទបងប្អូនរូបសំណាកព្រះសិវមេត្រីបងប្អូនបាទនេះខាងកើតប្រៅហៀបងប្អូនបាទបងប្អូនឃើញរូបភាពច្បាស់បាទនៅខាងកើតគឺមានរូបសំណាកព្រះសម្មាសម្ពុទ្ធបាទព្រះសិវមេត្រីបាទនេះគឺជាពុទ្ធមណ្ឌលដែលវត្តបានកសាងស្រាប់នៅខាងកើតប្រៅហៀគឺមានមង្គលតង់នៃព្រះពុទ្ធសាសនាផងបងប្អូនបាទកន្លែងនេះគឺក្រុងពាលីពុទ្ធមណ្ឌលបាទបងប្អូនពុទ្ធមណ្ឌលក្រុងពាលីខាងនឹងបងប្អូនបាទក្រុងពាលីបាទឃើញថាមានញាតិញោមពុទ្ធបរិស័ទបងប្អូនខ្មែរជិតឆ្ងាយបងប្អូនគាត់មករកកន្លែងលក់ដូរ
bà đó bằng buồn bà cứ bà da mà rõ tiếng đó bà bằng buồn khơi nghe bằng buồn gọt nẹt thắt rúp bà cái màu rộp lắng bằng buồn bà có tập tình lạ đâu nghe bà thắt rụp tình lạ luôn á đấy chung thật mình thích mà đấy mình cho bài mình mỗi ý mình ồ có mùi hay mình nấu ninh nấu phải chạm đến cái mò liếng ngày nâng thanh minh về ngoại ồ rồi nụ bê sa đông châu á xa đông châu cái này nấu nái nhưng nó đông sưng nín nhưng nó khang quạt cuốc hay mò thanh minh hay mò liếng tao nhưng mà lọc mọn này bê sa đông châu á lọc mọn để tao tới tao đi bỏ nó á được tao tới nhưng mà ở mình tha đấy đăng lợn là khay á thôi gì bà lớn bằng buồn thật ra mình chúng chỉ mình nhưng bà cái này ní cứ kung pia lý bằng buồn bà tiếp cho mà kung pia lý cứ cái này nâng khang cả pia đấy bằng buồn bà trong này nơi khang cợt bà cứ miên nè lọc đố bằng buồn không ai dương chiều và càm có lọc đố lọc tức bự bà nâng đường sầm pia rấm xâm liệt một vẻ khop xin xì nước mà buồn bà cứ được chọn lúc ở lại nước mà buồn bà người khang cợt mình chung mà buồn bà cứ tha vọt cứ miền bảo miền lấy lá lỏ bằng buồn bà tròn á bà cắt thua đâm nợ cắt một điệp chọn bà đỡ nữ cả là khe tiếp bằng buồn bà chiến đập ngay bằng buồn số phê thôi cái đây cắt mò bà đỡ này sọc klen sọc mặt chụp của muôn so nhưng tôi mò vốn của mò bà đỡ bà bằng buồn Việt Nam có mò đấy bằng buồn có tôi lọc tạm cả thi bọn bà chỉ phải xây cái bằng xi mạp xi nó cứ có từ điệp chọn có từ lọc muốn đọc ngay đó bà bằng buồn bà chạm rụp chiếc bản tích ở bằng buồn Tesla bằng buồn Việt Nam con bà cặp mò lọc ấy bà sầm rạp của mình đi chúng tôi bằng buồn bà ở đây chuẩn bị sớm vậy mấy ngày rồi bữa nay 4 ngày 4 ngày hả tranh thủ sớm ở đây mát nha không có như tỳ chùa cũng không có cây nắng á ở đây là trừ nguyên ngày luôn á tại vì mát nào cũng chưa được á bự rồi to hỏi không coi không gì thôi mà hỏi cho biết đi ha like cho không vô coi được bán gì á ở đây trò chơi không lô tô trời ơi nghe hết hồn luôn không lại đây là tiệm vàng tôi là lớn nhất cái này nói thiệt chứ không phải nói chơi thiệt mà đi vô cái giới hội chợ là gian vàng tôi là lớn nhất á mà tại đi bán giờ cực khổ không có người quản không dám dọn tẹt ra thôi ông ngay thành phố quận 1 thành phố Trà Vinh ông thấy cái tiệm vàng Phạm Thị không thiệt mà ông về gạch giá 81 Bạch Đằng 81 Bạch Đằng ở gạch giá một cái chi nhánh nữa nói em không biết đâu cái địa chỉ đâu em thiệt mà ý là thiệt nên mà thiệt cũng em không biết nữa thì tôi nói thì địa chỉ mà 81 Bạch Đằng là gạch giá còn 52 Nguyễn Bá Lực là cái nữa ở đây là lô tô luôn anh lô tô
lên ông sư cả đó, ông sư cả nắm sơ đồ, tụi tôi đâu nắm sơ đồ. Ông kêu sư cả dắt đi vòng vậy nó mới nhóm khác nữa. Ừ đúng rồi, mình chỉ mình mới đi mới like lên cho anh em ta biết chính xác đi đường nào. Ông kêu đi quẹo quẹo này nè, vô chánh điện quẹo trái. Xuống ruộng. Đi xuống ruộng. Xuống ruộng. 3 tháng 2 đi thẳng xuống. Ở đây ruộng này nếu mà cho đòn cái lương đi chia chơi cũng được nữa. Quá bự luôn. Chơi với luôn. Mà không chịu xuống á. Này dọn xong rồi chắc ở luôn cũng được á. Mát quá. Mê bọn. Cái lọc ý nên lọc chọc lọc rừng nhậu rừng ý ní chắc. Nhậu đấy. Thì Chọc thấy cái từng cổ. thêm một chiếc ngay đặt ra cái đường thì nó làm để dớ đi. Tầm nón đội nó mà đi nông vọt tiền nó nông vọt bay cái đảo bạn ấy. Cái đường số bằng nó đã chiếc ngay tích. Đặt một cồn với một cái bại nè. Nó vô còn như vậy đúng. Quần áo bật lên đi. Sợ luôn đấy. Rồi mấy đại cái đảo tá cái đảo bao viên vọt. Tụ vọt với hơi vọt tiếu. Tụ cái đảo xe, rồi tao tạm nó chi cái đảo xe hơi. Ô vô nhà em cài. Rồi. Để nó thơ rạp thì cái chả cái đó nữa. Rồi. Play đi nè đi tiếp play. Hả? Play. Tên trí. Thì play cái đại nã nó. Thế là trò chơi. Phải không nó xong một kia nữa. Mình nã, mình khánh, đâm chơi ngõ. Đâm chơi buồn lại thực hiện tròn lúc. Khang. Ồ nó nuôi xa luôn. Nếu nó thực hiện tên thần thơ nã cái ồ thần thơ nã chứ đỏ lối ra mình thớ. Phía vòng nó mà vòng nó bọn nó thì đó. Em mà vòng này thực hiện nó cả nhà nó. Nó thực hiện đời trò nó. Có được khang nưng đi. Lì khang nã đúng không? Lì trong một cái nứng. Mình thế đi xa cái miền lạnh la mùi nhung á còn xong xa nữa. Để cái việc để thải á này nó á. Ôi nó có tồn nhóc luôn thì nó. Mà tụi khác nó có mùi thì nó. Hả? Một rồng thì đi. Tao ngỏ mà rồng 7 rồng 5 rồng. Ngỏ play nhé. Ôi da mà chẹt tích chứ. Núi nó đặt nó vòng quanh này nó hay là trùng nó. Dạ. Là Pìa. Mùi nước bậy á. Bậy. Mùi nước búa là mùi là bọn tiếp. Ôi da pram rồng play. Chỉ riêng con cừ bọt sao? Chỉ riêng cừ đẩy luôn á. Là ní cái đám phụt đám ý nó bán bẻ cho salad thi ngõ đó. Ngõ để kêu nó mía. Cái để kêu chứ. Hả? Ồ miền đầu nặng tiết. Trời trò cạch quá. Tạ cái món liền mua chọi lấy mấy chai Stin uống và cũng luôn hả ngọt chọi hơi nhưng mà nó bị lớn họ sẽ sắp phòn á bạn bị lo đến mách lại chùm này mách mi mình chung ý mà lần đập phòn đó thì họ sẽ sắp phòn lo đập phòn cách liền cách cực đó xí mình làm mà này thế bà cùng Việt Nam đi Việt Nam phát bản á phát thai lắm có thai đúng rồi xuống là thai nó sâu đi giường á mình sẽ lấy cái mèn á thai đúng không bà rụt phiệp bị khang cỡ bằng bồn bà mờ bị ngay từ bằng bồn này bằng đầm chơi mình tích bàคุณเราการศาสนาหนึ่งใส่วิดีโอเราบอกขยมบาทที่เดิมเราพูดจบของนี้bà cứ trong chọnในวิดีโอส้มจุนพอบางปูนเข้ามาbàก็รอการบรรจุชนะทำไมbàตัวแต่สิกระดิ่งซอกสิกระดิ่งจำเริญbàเราสิกับการวิกุมbàตรนุ่มกุปงบัวbàคือรอกลุยกับbàทุเทียbàคือbàเจริญbàส้มออกกุลbàส้มสัญญาในจุบของปูนกระดองเทีย